ศึกษาเรื่องภูมิติรชานមួយសេចក្តីផ្ដើមរឿងភូមិតិរឆានជាស្នាដៃអក្សរសិល្ប៍ទំនើបរបស់ខ្មែរដែលទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្នុងសម័យដែលខ្មែរធ្លាក់ក្រោមអាណានិគមបារាំងរឿងនេះគេចាត់ចូលជារឿងប្រលោមលោកបែបប្រវត្តិសាស្ត្រហេតុអ្វីបានជាមានឈ្មោះភូមិតិរឆានតាមការពិតភូមិតិរឆានគឺជាភូមិក្រាំងលាវស្រុករលៀបអៀខេត្តកំពង់ឆ្នាំងដែលត្រូវបានពួកអាណានិគមបារាំងបញ្ជាឲ្យដូរព្រោះគេខឹងសម្បានឹងប្រជារាស្ត្រស្រុកនេះសម្លាប់រេស៊ីដង់បារាំងម្នាក់ឈ្មោះបាដេសដោយអំពើខូខើរបស់លោកនៅឆ្នាំ1925រហូតមកដល់សពថ្ងៃនេះប្រជារាស្ត្រភូមិក្រាំងលាវនៅចងចាំមិនភ្លេចអំពីអនុស្សាវរីយ៍ដ៏ជូរចត់នេះពេលណាគេនឹកឃើញរឿងនេះគេហាក់ដូចជាញញឹមខំនិងយំមិនចេញទឹកភ្នែកថងមួយគេញញឹមព្រោះគេយល់ថាចលនាតស៊ូរបស់អ្នកភូមិក្រាំងលាវតំណាងឲ្យប្រជារាស្ត្រទូទាំងប្រទេសនាថ្ងៃទី18មេសា1925គឺជាចម្លើយដ៏សមស្របចំពោះពួកអាណានិគមបារាំងដែលបានអនុវត្តនយោបាយដ៏ពិសោធន៍ពលគៀបសង្តាត់គ្មានត្រាប្រនី2គេយំមិនចេញទឹកភ្នែកព្រោះគេនឹកដល់អនុស្សាវរីយ៍ដ៏ជូរចត់ដល់ពួកបារាំងមុខត្រួតត្រាខ្មែរធ្វើបាបខ្មែរដេញចាប់ដេញបាញ់ស្រេចតែអំណាចរបស់គេប្រជារាស្ត្ររត់ពួនអត់បាយក្រហាយទឹកជាពិសេសកំណើតភូមិដែលដូនតារបស់ខ្លួនដាក់ឈ្មោះឲ្យមានតម្លៃល្អបែរជាបដូរឈ្មោះទៅជាសត្វតិរឆានទៅវិញរឿងនេះអ្នកនិពន្ធបានលើកយកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមកច្នៃរចនាបង្កើតបានជាស្នាដៃអក្សរសិល្ប៍មួយដែលធ្វើឲ្យអ្នកអានអ្នកសិក្សាចាប់អារម្មណ៍ហើយជារឿងមួយដ៏សំខាន់សម្រាប់ទុកពំញាក់ស្មារតីដល់កូនខ្មែរជំនាន់ក្រោយ2ទិដ្ឋភាពប្រវត្តិ2ចង្គង់អត្ថបទកចំណងជើងរឿងភូមិតិរឆានខប្រភពរឿងភូមិតិរឆានអ្នកនិពន្ធបានប្រមូលឯកសារមកចុងក្រង់សរសេរនៅឆ្នាំ1964 1965តែកាលៈទេសៈពេលនោះពុំតាន់អំណោយផលអាចបោះពុម្ពបានអ្នកនិពន្ធរងចាំដល់ឆ្នាំ1091ទើបបោះពុម្ពផ្សាយលោកដឹកគៀមនិងលោកដឹកដែលជាអ្នកនិពន្ធបានដើរប្រមូលយកព័ត៌មានពីប្រជារាស្ត្រមានវ័យចាស់ដែលធ្លាប់ដឹងរឿងរ៉ាវនៅភូមិក្រាំងលាវហើយអ្នកនិពន្ធបានខំស្រាវជ្រាវរកលិខិតនិងសេចក្តីសម្រេចផ្សេងៗពេលនោះមកធ្វើជាឯកសារសម្រាប់សរសេរខអ្នកនិពន្ធរឿងភូមិតិរឆាននិពន្ធឡើងដោយការរួមសហការគ្នារវាងអ្នកនិពន្ធពីរនាក់គឺលោកដឹកគៀមនិងលោកដឺអ៊ុំជីវប្រវត្តិអ្នកនិពន្ធលោកដឹកគៀមកើតនៅថ្ងៃទី5មេសា1936នៅសង្កាត់ឫស្សីកែវស្រុកឆ្លងខេត្តក្រចេះស្នាដៃវេយ្យាតដោយរូបភាពរឿងព្រះនាងឥន្ទ្រទេវីរឿងចៅបញ្ញាហុករឿងភូមិតិរឆាន1964 1965លោកដឺអ៊ុំកើតនៅកស1934នៅស្រុកម៉ោងផ្ស៊ីខេត្តបាត់ដំបងជាអ្នកជំនួយការសរសេរទស្សនាវដ្តីកងទ័ពឆ្នាំ1964 1965ស្នាដៃរឿងភូមិតិរឆានខប្រភេទរឿងប្រលោមលោកបែបប្រវត្តិសាស្ត្រខ្លឹមសាររឿងតាក់ទងទៅនឹងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាសម័យបារាំងត្រួតត្រាមានចលនាតស៊ូប្រឆាំងនឹងពួកបារាំងងចលនាជាអក្សរសិល្ប៍ផេមរនិយមឆ្លុះបញ្ចាំងពីគំនិតជឿនលឿនរបស់ស្រត្រាប់វណ្ណៈកសិករដែលមានគំនិតស្នេហាជាតិឈឺចាប់នឹងបរទេសឈ្លានពានចឥទ្ធិពលបើតាមប្រភពរឿងមានឥទ្ធិពលមនោវិជ្ជាជឿនលឿនក្នុងសម័យសង្គមរាស្ត្រនិយមព្រោះដំណើររឿងបំផុសពីចលនាតស៊ូប្រឆាំងបរទេសដើម្បីបរណភាពទឹកដីរបស់ខ្លួនពីចង្គង់សង្គមបរិយាកាសសម័យកាលរឿងនេះកើតឡើងនៅឆ្នាំ1095ក្រោយពីការច្រួតកាត់និងប្រទេសជាតិស្ថិតនៅក្រោមអាណានិគមបារាំងដែលប្រែអំណាចត្រួតត្រាមកលើប្រជារាស្ត្រខ្មែរធ្វើវឺនេះបានធ្វើឲ្យមានចលនាប្រជាជនក្រោកឡើងប្រឆាំងនឹងពួកបារាំងស្ទើរគ្រប់ទីកន្លែងជាពិសេសព្រឹត្តិការណ៍ថ្ងៃទី18មេសា1925 3ទិដ្ឋភាពតាក់ទងរឿង 3.1 តួអង្គកពួកអាណានិគមបារាំង1លោករេស៊ីដង់អូត្រេផ្លាសផ្លាចេញពីស្រុកខ្មែរនៅថ្ងៃទី26មីនា1914
2លោកលើកាឡែមកជំនួយជាតម្លៃស្តេទីរហូតដល់ថ្ងៃ$21,1914 3លោកបូតវ៉ាំងជារេស៊ីដង់ប្រចាំនៅកម្ពុជាចាប់ពីថ្ងៃ$22,1914 4លោកកូម៉ៃអភិរក្សអង្គរត្រូវកម្មករសម្លាប់នៅថ្ងៃ29មេសា1916ពេលលោកយកលុយ$600រៀលទៅបើកឲ្យកម្មករខឹងនឹងអំពើខូខៅអាបះគាត់មកលើកម្មករ5លោកបាដេសរេស៊ីដង់នៅខេត្តកំពង់ឆ្នាំងត្រូវប្រជាជននៅភូមិព្រៃខ្មែរភូមិក្រាំងលាវសម្លាប់ខខ្មែរដៃជើងបារាំង1ថៃសួនពើពួកបកប្រែភាសា2ឡាតពើកងរក្សាស្រឹក3ចុងភៅញាក់ធ្វើបាយទឹកជូនបារាំងគិញីបារាំងជាជនជាតិវៀតណាមកប្រផារាសរៈភូមិខប្រជារាស្ត្រភូមិក្រាំងលាវ1សុវណ្ណកសិករនៅភូមិក្រាំងលាវ2នាងគុំជាប្រពន្ធសុវណ្ណ3អ្នកបុតជាកសិករនៅភូមិក្រាំងលាវ4សោតទាហានទៅច្បាំងនឹងអាល្លឺម៉ង់5លូនទាហានទៅច្បាំងនឹងអាល្លឺម៉ង់6ជូននៅអ្នកភូមិបន្ទាយអំពិលឃុំព្រៃខ្មោយជាមេគំនិតនៅក្នុងសម្លាប់បារាំងឈ្មោះបាដេស7នាងប៊ីប្រពន្ធស៊ីមជានារីក្លាហាន8នាងនីប្រពន្ធចិនជានារីក្លាហាន9នាងតុនភ័យយើក្រោយរបស់សវណ្ណខបកពួករួមអាវុធមកភ្លីអ្នក1ឈួនអាយុ27ឆ្នាំ2សំបិនបាំងអាយុ22ឆ្នាំ4ប៉ត5សិនស៊ីន6មិញខ្មៅ7ឌីម៉ៅអាយុ24ឆ្នាំ8ប៉ុមអាយុ27ឆ្នាំ10បតអាយុ28ឆ្នាំ10អ៊ុយអាយុ12ឆ្នាំ11អំផន12ឈុំ13បតហៅបាំង14កុងជៀមអាយុ26ឆ្នាំ15ជាបត16កុងមៀច17សំបាល18ហំប៊ី19ញៀមបត20ជាបតងព្រះសង្ឃ1ភិក្ខុពលព្រះសង្ឃគង់នៅវត្តព្រះទ្វារ2ព្រះតេជគុណទីចៅអធិការវត្តក្រាំងលាវចព្រះរាជវង្កិតខ្មែរ1ព្រះបាទស៊ីសុវត្ថិព្រះមហាក្សត្រខ្មែរ2អ្នកអង្គកម្ចាស់លែងទាហានទៅច្បាំងនឹងអាល្លឺម៉ង់សូគិតកនឹងចាំបាំង3អ្នកអង្គកម្ចាស់ស៊ុយទាហានទៅច្បាំងនឹងអាល្លឺម៉ង់ឆអ្នកកាន់រដ្ឋអំណាច1មេឃុំប៉ាល់មេឃុំក្រាំងលាវ2ប៉ូលីសទាហានខេត្តកំពង់ឆ្នាំងចតួអង្គផ្សេងទៀតប្រជារាស្ត្រសឹកមុខកំពូលជាង3000នាក់ធ្វើបាតុកម្ម 3.2 បំណែងចែកអត្ថបទរឿងភូមិទីរឆានចែកចេញជា12វគ្គគឺ1ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង2តំណែងបូតវ៉ាំង3រះបាក់បោដោយដំឡើងពុន4ខ្មែរជួយអ5ពុនចេះតែឡើងថ្លៃ6រទេះលក់ឆ្នាំង7ក្រុងការដំបងរបស់សម្លាញ់2ញាក់8បកពួករួមអាវុធ9សកម្មភាពលោកមេឃុំបាល់10នាងតុនកំសត់11នាងតុនភយយសវណ្ណ12ថ្ងៃ18មេសា13អវសានជីវិតនៃលោករ៉ាស៊ីដង់បាដេស14ការរត់ចោលភូមិក15ព្រះរាជប្រកាស16ថ្ងៃទី20ធ្នូ1925ពើលើភ្នំតាបាំង5ទិដ្ឋិភាពវិភាគតួអង្គ 5.1 ជួននៅកគុណសម្បត្តិជាអ្នកក្លាហានព្រៃខ្មែរមិនខ្លាចស្លាប់មានកំហឹងឈឺចាប់ចំពោះបារាំងដែលធ្វើបាបប្រជារាស្ត្រខ្មែរជាអ្នកបំផុសគំនិតលើគម្រោងការសម្លាប់បារដេជាអ្នកជាតិនិយមស្រឡាញ់សេរីភាពធ្វើឲ្យបរិយាកាសភូមិក្រាំងលាវបានធូរស្បើយធ្វើឲ្យពួកអាណានិគមស្គាល់ខ្លឹមសារនៃចលនាតស៊ូរបស់គាត់ខគុណវិបត្តិអ្នកទាំងពីរចូលចិត្តផឹកស្រាយកគ្រឿងស្រវឹងមកធ្វើជាតៃមុខដែលផ្ទុយពីសីលធម៌ពុទ្ធសាសនាបានសម្លុតក្រុមបាតកោថានរណាមិនទៅសម្លាប់មួយពូត 5.2 សុវណ្ណបុត្រកគុណសម្បត្តិមានស្វាមីភាពចំពោះគ្រួសាររៀងៗខ្លួនមានទំនុកចិត្តនិងមានការរាប់អានពីអ្នកភូមិមានសាមគ្គីធម៌មនុស្សធម៌និងរលឹកគិតគូរទៅដល់បងប្អូនដែលចូលជាទាហានបម្រើឲ្យបារាំង
สวรรค์មានសេចក្តីស្នេហាស្មោះស្ម័គ្រចំពោះនាងតនមិនរំលងប្រពៃណីទោះលំបាកអត់ឃ្លានយ៉ាងណាក៏សុខចិត្តសែនព្រានបង្គ្រប់កិច្ចតាមប្រពៃណីជាតិសវណ្ណមានព្រំវិហារធម៌ចំពោះកូនកំប្រានិងសពប្រពន្ធហើយជាអ្នកគោរពច្បាប់ខ្លាចច្បាប់មានគំនិតសន្សំសំចៃព្រមទាំងជាអ្នកឧស្សាហ៍ព្យាយាមក្នុងជីវភាពខគុណវិបត្តិអ្វីដែលគាត់មិនយល់ធ្វើដោយស្មានមិនព្រមសាកសួរគេឯងដែលធ្វើនៅទីក្រុងដូចជាចតរទេះខុបច្បាប់ 5.3 នាងនីនាងប៊ីនាងគុណកគុណសម្បត្តិញារីទាំង3នាក់នេះមានស្វាមីភាពចំពោះស្វាមីស្នេហាប្តីប្រពន្ធផ្អែមល្ហែមហ៊ានលះបង់អ្វីដើម្បីសុភមង្គលរបស់ខ្លួននាងតុនបានផ្ដល់សុភមង្គលឲ្យសុវណ្ណជួយផ្ដល់ជាប្រកាសនៅក្នុងការបង្កើតបីបាច់កូនសុវណ្ណដូចកូនប្រកើតនាងនីនាងប៊ីសុខចិត្តរកលុយទូលបាយហ៊ានតសម្ដីជាមួយបារាំងក៏ព្រោះតែប្តីនារីទាំង3មានលក្ខណៈពិសេសហ៊ានតស៊ូក្នុងឆាកនយោបាយគឺនាងនីនាងប៊ីបានបើកច្រកជួយដល់ក្រុងបាតកោឯនាងតុនបានព្រាមមានអ្នកការពារសន្តិសុខនិងឆ្លើយតបយ៉ាងក្លាហានបំផុតខគុណវិបត្តិនាងតុនហ៊ានរត់ឡើងផ្ទះសវណ្ណទាំងយប់គឺជាការមិនគួរភ័យសោះដែលខ្លួនជាស្រីហ៊ានឡើងផ្ទះប្រុសទាំងយប់ដូចនេះជាការខុសប្រពៃណីខ្មែរ 5.4 មេឃុំបាលកគុណសម្បត្តិជាអ្នកកាន់សីលទានមានគំនិតអាណិតអាសូរដល់កូនឃុំរបស់លោកពេលអានសម្បត្តិផ្លូវការម្ដងពីរឿងពុនដាគាត់ចាប់ផ្ដើមតឹងទ្រាំគាត់មានគំនិតជួយអបអរសាទរក្រុមបាតកោដែរព្រោះពេលបាតកោកំពុងជ្រួលច្របល់គាត់ឥតមានហូបមាត់ខ្វាត់បាតកោទេគាត់មានចិត្តមនុស្សធម៌ពេលបារដេសត្រូវគេសម្លាប់គាត់បានអរធម៌ថាពុទ្ធោធម្មោសង្ឃោ4-10ចប់រួចផ្លំបញ្ចូលព្រះធម៌ទៅក្នុងត្រចៀកខ្មោចលោកបារដេសខគុណវិបត្តិរាយការណ៍ទៅថ្នាក់ស្រុកដោយខ្វះការពិចារណាថ្លឹងថ្លែងទៅលើស្ថានភាពជីវភាពរស់នៅរបស់ប្រជារាស្ត្រខ្លួននាំឲ្យកើតចលាចលប្រើល្បិចដោះស្រាយយករួចខ្លួនដោយរៀបរាប់ប្រាប់ទីហានបារាំងថាពួកបាតកោធ្វើបាបគាត់ 5.5 បរោះស្តេសនិងបពួកអាណានិគមមានចរិតកាចសាហាវខូខៅផ្ដាច់ការអមនុស្សធម៌គ្មានត្រាប្រនីដោយរាស្ត្រខ្មែរបន្តិចឡើយដំឡើងពុនដាកេងប្រវ័ញ្ចឈ្ងៀសឈាមរបស់កម្មករបង្កាប់ឲ្យព្រះមហាក្សត្រចេញព្រះរាជប្រកាសដាក់ភូមិក្រាំងលាវជាភូមិទារឆានបញ្ជាឲ្យទីហានខេត្តកំពង់ឆ្នាំងដេញបានដេញចាប់អ្នកភូមិក្រាំងលាវ 5.7 ក្រុមអ្នកក្លាហានកគុណសម្បត្តិខិតខំហាត់គុណសម្រាប់ការពារភូមិមានសហការល្អមានសាមគ្គីភាពទូលំទូលាយតស៊ូបដូរផ្ដាច់ដើម្បីទាមទារសេរីភាពមានការលះបង់ខ្ពស់មានឧត្តមគតិស្នេហាជាតិខគុណវិបត្តិទទួលបរាជ័យប្រោះពុំបានពិចារណាឲ្យច្បាស់លាស់មុននឹងសម្រេចកិច្ចការ 5.6 មីសួនកគុណសម្បត្តិធ្វើការតាមតួនាទីខគុណវិបត្តិមានអាកប្បកិរិយាពុំសមជាខ្មែរធ្វើអ្វីតាមតែបញ្ញាបារាំងពុំចេះយកយល់អធិស្ស្រ័យដល់ជាតិខ្លួនបាក់ប្រែដុតរ៉ូលបារ៉ាដេសឲ្យលោតកញ្ចង់ជិះជាន់ខ្មែរឯង 5.8 ឡាចជាខ្មែរតែជាឧបករណ៍ដាច់ថ្លៃរបស់បារាំងធ្វើតាមខ្សែញាក់របស់បារាំងគ្មានចរិតមនុស្សធម៌អសីលធម៌ជាខ្មែរបង្វេងលែងស្គាល់ជាតិខ្លួនប្រព្រឹត្តអំពើខូខៅ 6. ទិដ្ឋិភាពវិភាគបញ្ហាសង្គម 6.1 វិស័យនយោបាយប្រទេសកម្ពុជាសម័យនោះស្ថិតក្នុងអាណានិគមនិយមបារាំងគឺបារាំងគ្រប់គ្រងលើគ្រប់វិស័យស្ថាប័នរដ្ឋ 6.2 វិស័យសេដ្ឋកិច្ចស្ថានភាពសេដ្ឋកិច្ចខ្មែរសម័យនោះមានលក្ខណៈទន់ខ្សោយព្រោះរាល់ចំណូលពន្ធដាររបស់រដ្ឋគឺបម្រើឲ្យបរទេសផ្នែកកសិកម្មប្រជាជនខ្មែរប្រកបបរធ្វើស្រែចម្ការនិងដាំដំណាំបន្តិចបន្តួចដូចជាដាំឈូកឪឡឹកនេសាទនិងឡាំងត្នោតខផ្នែកសិប្បកម្មក្រៅពីរបរកសិកម្មប្រជាជនធ្វើសិប្បកម្មបន្ថែមដើម្បីផ្គត់ផ្គង់គ្រួសារដូចជាត្បាញល័យកញ្ច្រាំងចង្អែនិងធ្វើក្អមដល់លើកផ្នែកពាណិជ្ជកម្មយើងឃើញមានការលក់ដូរនៅទីផ្សារដូចជាសុវណ្ណនិងបុត្រយកក្អមឆ្នាំងទៅលក់ញាក់ស្រីលក់ស្ករត្នោត
6.3 វិស័យវប្បធម៌ ក ការសិក្សាអប់រំពុំឃើញមានការបញ្ជាក់ទឹកប៉ុន្តែយើងសន្និដ្ឋានថានៅសម័យនោះគោច្រើនរៀននៅតាមវត្តអារាមនិងសាលារៀនព្រោះយើងឃើញប្រជាជនចេះអានចេះសរសេរអក្សរជាតិអន្តរជាតិបារាំងសូវណ្ណចេះអក្សរខ្មែរថៃសួនជាអ្នកបកបាឲ្យបារាំង ខ ជំនឿប្រជារាស្ត្រជឿលើវត្ថុស័ក្តិសិទ្ធិដូចជាពួកទាហានស្នាក់នៅក្នុងព្រះវិហារព្រះកែវហើយមិនជឿវត្ថុស័ក្តិសិទ្ធិនាំឲ្យខ្លះឈឺពោះខ្លះគ្រុនញាក់ញ័រ ក ជឿលើបាតុភូតធម្មជាតិផ្កាយដោះកន្ទុយរន្ទះបាញ់ដែលមនុស្សចំនួនដើមជឿថាស្រុកមានសង្គ្រាម ក សាសនាដំណររឿងបង្ហាញថាប្រជារាស្ត្រខ្មែរគោរពព្រះពុទ្ធសាសនាមានវត្តអារាមជាទីសក្ការៈបូជាដូចជាវត្តព្រះកែវមរកតលោកប៊ូតវ៉ាំងនិមន្តព្រះសង្ឃ500អង្គសូត្រមន្តនិងមានសម្ដែងធម្មទេសនាពេលបារដែលស្លាប់មេឃុំបាសូតធរដាក់ត្រជាក់គាត់ថាពុទ្ធោធម្មោសង្ឃោ ខ ប្រពៃណីទំនៀមទម្លាប់មានប្រពៃណីស្តីដណ្ដឹងសុវណ្ណស្តីដណ្ដឹងនាងតុន ង សិល្បៈក្នុងអត្ថបទបានបង្ហាញពីរបាំបុរាណល្ខោនហ្លួងនិងល្បែងប្រជាប្រិយផ្សេងៗតាមរបៀបខ្មែរសម្រាប់កម្សាន្តសិល្បៈមួយទៀតគឺស្មួនឆ្នាំងក្អមដោះលើ ច កីឡាមានកីឡាហាត់គុនជួននៅចេះក្បាច់គុន 6.4 វិស័យសង្គមគិច្ច ក ជីវភាពរស់នៅអ្នកស្រុកកំពង់ឆ្នាំធ្វើស្រែបានបន្តិចបន្តួចទុកហូបត្រឹម1ឆ្នាំនិងទុកសម្រាប់បាំងពន្ធដារពេលខ្លះអ្នកស្រុកធ្វើស្រែមិនបានក៏ជីកកាត់យកមកដាំលាយបាយក្រៅពីនេះប្រជាជនធ្វើស្ករត្នោតតែលក់បានថោកដូច្នេះជីវភាពប្រជាជនខ្មែរសម័យនោះមានការលំបាកខ្លាំងណាស់ ខ ផ្នែកសុខាភិបាលផ្នែកនេះនៅតនខ្សោយណាស់នាងទុំភរិយាសុវណ្ណត្រូវស្លាប់ដោយជំងឺព្រោះគ្មានថ្នាំពាក្យបាល ក ផ្នែកសុខាភិបាលផ្នែកនេះនៅតនខ្សោយណាស់នាងទុំភរិយាសុវណ្ណត្រូវស្លាប់ដោយជំងឺព្រោះគ្មានថ្នាំពាក្យបាល 7 ទិធៀបវិភាគតំណែងនិពន្ធ 7.1 វចនវិធីអ្នកនិពន្ធប្រើពាក្យពេចន៍សាមញ្ញរបស់អ្នកស្រុកមិនមានប្រើភាសាបាលីសំស្ក្រឹតនាំឲ្យពិបាកស្ដាប់ទេប៉ុន្តែមានភាសាបរទេសចូលជ្រៀតច្រែកដូចជា Barades Residence Superior ប៊ូតវ៉ាំង ក ផណាវិធីអ្នកនិពន្ធរៀបរាប់ពីដំណើររឿងដូចជាព្រឹត្តិការណ៍ថ្ងៃទី18មេសាដែលក្រុងបាតកោនៅភូមិក្រាំងលាវធ្វើការបះបោរប្រឆាំងនឹងបារាំងប្រឆាំងនឹងបង្ហានពីព្រឹត្តិការណ៍ថ្ងៃ18មេសា1925ដែលរាជខ្មែរនៅភូមិក្រាំងលាវស្រុករលៀបអ៊ីខេត្តកំពង់ឆ្នាំងបានធ្វើការបះបោរប្រឆាំងនឹងបារាំងរហូតសម្លាប់ជនជាតិបារាំងម្នាក់ឈ្មោះបារ៉ាដេវីររស់បង្ហាញពីវីរភាពអង្អាចក្លាហានរបស់ក្រុមបាតកោពិសេសជួននឹងនើជាមេក្រុមនិងមានការចូលរួមពីនាងនីនាងប៊ីនាងតុនដែលជាស្រីភេទធ្វើការតស៊ូទាមទារសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យកុសលរស់ដំណើររឿងបានបំផុសគំនិតនិងឧត្តមគតិស្នេហាដល់អ្នកអាននិងឲ្យមានគំនិតឈឺចាប់ចំពោះជនបរទេសដែលឈ្លានពានដល់អធិបតេយ្យភាពរបស់ខ្មែរ 9 យោបល់បញ្ចប់រឿងភូមិទីរឆានគឺស្នាដៃអក្សរសិល្បៈប្រឡំលោកបែបប្រវត្តិសាស្ត្រហើយត្រូវបានចាត់ទុកជាស្នាដៃអក្សរសិល្បៈជឿនលឿនដែលបានលាតតដាងយ៉ាងច្បាស់នៅអំពើជិះជាន់របស់អាណានិគមបារាំងមកលើកម្ពុជានិងបង្ហាញយ៉ាងច្បាស់នៅការតស៊ូប្លុកថ្លាញ់របស់ប្រជាជនកម្ពុជាយើងដើម្បីទាមទារសិទ្ធិសេរីភាពឯករាជ្យនិងបូរណភាពទឹកដីដូច្នេះរឿងនេះបានបណ្ដុះគំនិតស្នេហាជាតិប្រកបដោយគតិបណ្ឌិតដល់កូនខ្មែរចំនួនក្រអីគ្រប់គ្នារៀបរៀងដោយលោកកុងសុកហេង